បាទសួស្តីអ្នកនរគ្នានេះគឺជាដំណោះស្រាយទាក់ទងនឹង Telegram នៅក្នុង tablet Huawei MatePad Hypermate Edition អញ្ចឹងនៅក្នុង Telegram បើសិនជាយើងវាយលេខចឹងមកវាចេញទាំង choose a login email អញ្ចឹងអ្នកនរគ្នាមិនបាច់បារម្ភទេអ្នកនរគ្នាគ្រាន់តែបដូរការ Telegram នៅទាំងហ្នឹងចូលទៅក្នុង Gbox នេះគឺ Gbox អញ្ចឹងនៅកន្លែងនេះគឺអ្នកនរគ្នាចុចកន្លែង tray 3បាទបន្ទាប់ពីនោះអ្នកនរគ្នាយកពាក្យ clone មកហើយ select លើ Telegram បាទ clone បន្ទាប់ពីអ្នកនរគ្នា clone រួចរាល់អ្នកនរគ្នាអាច login បានទេជាមួយនឹង Telegram ថ្មីមួយណាអញ្ចឹងយើងវាយឡើងវិញមកចឹងរងចាំតិចទៅបាទរួចរាល់អញ្ចឹង Telegram យើងអាចប្រើបានវិញហើយបាទនៅក្នុង Gbox អ្នកនរគ្នាអាច download ពី App Gallery Gbox ហ្នឹងបាទអរគុណ